นี่คือជាប្រាសាទដែលធំជាងគេទាំង7ទូទាំងពិភពលោកក្នុងនោះក៏មានប្រាសាទអង្គរវត្តផងដែរថាតើប្រាសាទអង្គរវត្តជាប់លេខរៀងទីប៉ុន្មានតាមដានដល់ចប់ទាំងអស់គ្នាទី7ធីកាល់គឺជាប្រាសាទតែមួយគត់ដែលស្ថិតនៅក្នុងទីក្រុងម៉ាយ៉ានវាជាផ្នែកដ៏សំខាន់មួយក្នុងប្រទេសកវ៉ាវ៉ាតាម៉ាឡាពីឆ្នាំ200ដល់ឆ្នាំ900នៃគ្រិស្តសករាជមានប្រជាជនពី100,000នាក់ទៅ200,000នាក់ដែលគេកត់សម្គាល់ថាជាប្រាសាទពីរ៉ាមីត6ជំហានឬប្រាសាទពីរ៉ាមីតទី6វាបានបញ្ចប់នៅប្រហែលឆ្នាំ720នៃគ្រិស្តសករាជឈរនៅកម្ពស់72ម៉ែត្រដែលធ្វើឲ្យវាក្លាយជាប្រាសាទដ៏ធំបំផុតនៅក្នុងតំបន់ម៉ាយ៉ានិងជារចនាសម្ព័ន្ធមុនសម័យកូឡុំប៊ីខ្ពស់ជាងគេនៅសហរដ្ឋអាមេរិកនាសម័យបច្ចុប្បន្ននេះធីកាល់គឺជាមជ្ឈមណ្ឌលវប្បធម៌និងនយោបាយដ៏សំខាន់ដែលមានរចនាសម្ព័ន្ធប្រើប្រាស់សម្រាប់ពិធីសាសនានិងការអង្កេតតារាសាស្ត្រទី6ចាតាវ៉ាណារ៉ាម៉ាយ៉ាចាតាវ៉ាណារ៉ាម៉ាយ៉ាមានទីតាំងនៅក្នុងទីក្រុងអនុរ៉ាប់ដាពូរ៉ាប្រទេសស្រីលង្កាវាគឺជាចេតិយដ៏ធំបំផុតក្នុងពិភពលោកបើវាស់តាមបរិមាត្រប្រាសាទនេះត្រូវបានសាងសង់ឡើងដោយស្ដេចមហាសាណានៅសតវត្សទី3នៃគ្រិស្តសករាជហើយចំណាយពេល15ឆ្នាំដើម្បីបញ្ចប់វាឥដ្ឋដុតប្រហែល93.3 លានត្រូវបានប្រើប្រាស់ក្នុងការសាងសង់ជាមួយនឹងកម្ពស់122ម៉ែត្រចាតាវ៉ាណារ៉ាយ៉ាម៉ាគឺជាសំណង់ដ៏ខ្ពស់ជាងគេបំផុតនៅលើពិភពលោកនៅពីក្រោយពីរ៉ាមីតគីសានៅពេលដែលសាងសង់រួចអង្កត់ផ្ចិតនៃដំបូលខ្លួនវាគឺប្រហែល95ម៉ែត្រ5ស្រីរង្គាណាថាស្វាមីអូទិថ្វាយដល់ព្រះអម្ចាស់រង្គាណាថានៅស្រីរង្កាមប្រាសាទនេះគឺជាទីសក្ការៈបូជាដ៏សំខាន់ដែលទទួលភ្ញៀវទេសចរនិងធម្មយាត្រារាប់លាននាក់ជារៀងរាល់ឆ្នាំជាមួយនឹងផ្ទៃដី156ហិកតាប្រាសាទស្រីរង្គាណាថាស្វាមីគឺជាប្រាសាទដ៏ធំបំផុតមួយនៅក្នុងពិភពលោកតាមពិតប្រាសាទនេះអាចត្រូវបានគេហៅយ៉ាងងាយស្រួលថាជាប្រាសាទហិណ្ឌូដែលដំណើរការធំជាងគេបំផុតនៅលើពិភពលោកហើយវាជាសំណង់ចាស់បំផុតនៃប្រាសាទមានតាំងពីសតវត្សទី10មានគោបុរៈចំនួន21ប៉មដែលក្នុងនោះរាជាគោភូរាមគឺជាប្រាសាទដ៏ធំបំផុតនៅឥណ្ឌាខាងត្បូងវាមានកម្ពស់73ម៉ែត្រហើយមានអាយុកាលតាំងពីសតវត្សទី17ទោះបីជាវាត្រូវបានបញ្ចប់ត្រឹមឆ្នាំ1987ក៏ដោយ4អាក់សាដាមប្រាសាទអាក់សាដាមបានបញ្ចប់ក្នុងឆ្នាំ2005ដោយអង្គការខាងវិញ្ញាណ BAPS គឺជារចនាសម្ព័ន្ធដ៏ធំដែលត្រូវបានបំផុសគំនិតនិងសម្របសម្រួលដោយប្រាមុខស្វាមីហាចារ៉ាប្រាសាទដ៏គួរឲ្យចាប់អារម្មណ៍នេះមានពូជនីយដ្ឋានកណ្ដាលដែលមានទំហំកម្ពស់43ម៉ែត្រទទឹង96ម៉ែត្រនិងបណ្ដោយ110ម៉ែត្រប្រាសាទនេះត្រូវបានសាងសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូករាជាស្ថានីនិងចម្លាក់ថ្មម៉ាបការ៉ារ៉ារបស់អ៊ីតាលីដោយគ្មានជំនួយពីដែកឬប៊ីតុងឡើយប្រាសាទអាសាដាមឈរនៅក្នុងការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃសិល្បៈនិងស្ថាបត្យកម្មដ៏ល្អឥតខ្ចោះដែលបង្ហាញពីការយកចិត្តទុកដាក់និងស្នាដៃសិល្បៈរបស់អ្នកបង្កើតរបស់វា3 Borobudur ស្ថិតនៅលើកោះយ៉ាវ៉ាប្រទេសឥណ្ឌូនេស៊ីឈរជាប្រាសាទពុទ្ធសាសនាដ៏ធំបំផុតរបស់ពិភពលោកស្ថិតនៅចម្ងាយ40គីឡូម៉ែត្រភាគពីយប់នៃទីក្រុងយុកយ៉ាកាថាប្រាសាទនេះត្រូវបានសាងសង់ឡើងដោយរាជាណាចក្រសៃឡែនដ្រាជាង75ឆ្នាំក្នុងសតវត្សទី8និងទី9ប្រាសាទនេះត្រូវបានធ្វើពីថ្មប្រហែល2លានដុំ Borobudur អាចត្រូវបានបែងចែកជា3ផ្នែកគឺមូលដ្ឋានទូនិងផ្នែកខាងលើដែលស្រដៀងនឹងផ្នែកសំខាន់នៃរាងកាយមនុស្សមូលដ្ឋាននេះមានទំហំ123គុណនឹង120ម៉ែត្រការ៉េកម្ពស់4ម៉ែត្រជាមួយនឹងជញ្ជាំងសរុបផ្ទៃដីប្រមាណ2500ម៉ែត្រការ៉េរូបរាងទាំងមូលមានរាងជាការ៉េចំនួន5ដែលនីមួយៗមានកម្ពស់ថយចុះកំពូលមានចេតិយដ៏មហិមាមួយដែលមានលំហសំខាន់នៅចំណុចកណ្ដាលដែលមានកម្ពស់35ម៉ែត្រពីកម្រិតដី2ខណៈគឺជាកន្លែងដ៏គួរឲ្យកត់សម្គាល់បំផុតមួយនៅក្នុងប្រទេសអេស៊ីបបើទោះបីជាមានការខូចខាតផ្នែកសំខាន់ណាមួយក៏ដោយតែវានៅតែឈរជាប្រាសាទបុរាណដ៏ធំបំផុតរបស់ពិភពលោកដែលវាជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកសាងសង់ជនជាតិអេស៊ីបជាច្រើនចំនួនខណៈរួមមានប្រាសាទជាច្រើន
ជាមួយនឹងរចនាសម្ព័ន្ធដ៏គួរឲ្យកត់សម្គាល់មួយរបស់វាគឺសាល High Postage ដែលគ្របដណ្ដប់លើផ្ទៃដី 5000 ម៉ែត្រការ៉េ សាលនេះមានសសរធំៗចំនួន 134 ដែលរៀបចំជាជួរ 16 ជួរ គួរកត់សម្គាល់ថាជួរកណ្ដាលទាំងពីរឡើងដល់កម្ពស់ 24 ម៉ែត្រ លើសពីកម្ពស់នៃសសរជុំវិញ 1. Angkor Wat Temple Angkor Wat ជាប្រាសាទដ៏ធំហេមីមួយក្នុងប្រទេសកម្ពុជាដែលរក្សាបាននូវអដ្ឋិធាតុដ៏វិសេសវិសាលនៃរាជធានីផ្សេងៗនៃអាណាចក្រខ្មែរចាប់ពីសតវត្សទី 9 ដល់សតវត្សទី 15 នៃគ្រិស្តសករាជក្នុងចំណោមប្រាសាទដ៏ល្បីល្បាញទាំងនេះប្រាសាទអង្គរវត្តឈរជាមួយជាប្រាសាទធំជាងគេនៅទូទាំងពិភពលោកប្រាសាទអង្គរវត្តមានវិសាលភាពរាងចតុកោណចំនួន 3 ឡើងទៅកាន់ប្រាង្គកណ្ដាលដោយកម្រិតនីមួយៗគឺលើសពីកន្លែងមុនវិចិត្រសាលខាងក្រៅនៃប្រាសាទអង្គរវត្តមានទំហំ 187 គុណនឹង 215 ម៉ែត្រហើយវិចិត្រសាលទី 2 ខាងក្រោមនេះត្រូវបានភ្ជាប់គ្នានៅកម្រិតទី 2 វាមានទំហំ 100 គុណនឹង 115 ម៉ែត្រខណៈពេលដែលវិចិត្រសាលខាងក្នុងបង្កើតជាផ្ទៃដី 60 គុណនឹង 60 ម៉ែត្រការ៉េរចនាសម្ព័ន្ធប៉មខាងលើទីសក្ការៈកណ្ដាលមានកម្ពស់ 65 ម៉ែត្រពីដី